នេះគឺជាម៉ូតអាវរបស់បងប្អូនយើងដែលគាត់ស្នើសុំមកកាន់ខ្ញុំឲ្យជួយបង្ហាញដោយតាមនាងខ្ញុំពិនិត្យមើលម៉ូតអាវនេះទៅគឺម៉ូតទាំងអស់គឺសាមញ្ញទាំងអស់ចាអត់មានអ្វីប្លែកទេបើត្រង់កន្លែងគុណពលិចតាមជំរាបខ្ញុំជឿជាក់ថាបងប្អូនជាជាងកាត់ដេរគាត់ប្រកាសជាអាចចេះដេរកន្លែងហ្នឹងណាចាកន្លែងដែលខ្ញុំគិតថាប្លែកនោះគឺកន្លែងជំរាបជុំវិញកនិងជំរាបចុងដៃរបស់ម៉ូតអាវមួយនេះអញ្ចឹងតោះយើងចូលទៅមើលទាំងអស់គ្នាតើជំរាបចុងដៃនិងគោលកនេះគេដេរបែបណាសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូដមានម៉ូដថ្មីមិនថាម៉ូដបុរសម៉ូដស្ត្រីម៉ូដកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរចានេះគឺជាចម្រៀកដែលយើងយកមកផលិតទេបងប្អូនចាបងប្អូនចង់ផលិតពណ៌អីក៏ផលិតទៅនេះខ្ញុំឧទាហរណ៍ធ្វើវីដេអូឧទាហរណ៍ដើម្បីឲ្យបងប្អូនដឹងពីរបៀបនៃការដេរម៉ូដកអាវមួយនេះតើគេដេរបែបណាចាដល់យើងយកនេះវាស់ប្រវែងមកប្រវែងនេះប៉ុណ្ណាចាប្រវែងហ្នឹងគឺ11លេខអញ្ចឹងយើងយកលើសមកអាច12លេខអីទៅបងប្អូនយើងសុខចិត្តកាត់ចោលចានេះដោយសារនេះវាមានកលៈអញ្ចឹងយើងដេររៀងពិបាកទីត្រូវប្រយ័ត្នធ្វើម៉េចឲ្យកលៈហ្នឹងវារត់រាប់ស្មើគ្នាចាអញ្ចឹងយើងយកមុខលើនេះឲ្យវាស្មើកអាវហើយខាងក្រោមនេះយើងសល់យើងកាត់ចោលហើយអាទទឹងនេះគឺយើងយក2លេខណាទទឹងនេះយើងយក2លេខបដោយគឺយើងយកវាស់យកលើគំនុំនៅលើតួអាវនេះចំនួន1លេខឬក៏1លេខកន្លះទៅយើងសល់យើងកាត់ចោលតាមក្រោយណាចាបន្ទាប់ពីយើងកាត់ចម្រៀកយើងរួចហើយយើងធ្វើការជ្រៀកកអាវយើងមកចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនចារួចហើយយើងធ្វើការដេរដោយការដេរនេះយើងក្រិតវារកចំណុចកណ្ដាលផងបងប្អូនណាដើម្បីយើងដេរទៅកុំឲ្យវាវាចណាយើងដេរអត់ចំចំណុចកណ្ដាលវាអាចនឹងអត់ស្អាតអញ្ចឹងចាកន្លែងយើងដេរមុខសាច់កណាត់នេះកុំឲ្យដាក់ត្រឹមបែបនេះចាគឺយើងដាក់យកត្រឹមស្ទើចឹងនិយាយថាពេលយើងដាក់គឺត្រឹមនេះទៅបានហើយចឹងយើងដាក់ស្ទើប៉ុណ្្នឹងមកហើយពេលដែលយើងដេរគឺយើងដេរច្បិចមិនដល់មួយជើងទាទេដេរត្រឹមពាក់កណ្ដាលមួយជើងទានេះអាកន្លែងចំណុចចុងនេះគឺយើងដាក់ចំពាក់កណ្ដាលនៃចម្រៀកនេះបងប្អូនរបៀបនៃការយើងខ្ទាស់ដាក់សាច់កណាត់ដេរចាគឺអាចំណុចខាងក្រោមនេះគឺយើងដាក់ឲ្យចំពាក់កណ្ដាលនេះចម្រៀកដែលយើងផលិតហើយខាងលើនេះយើងដាក់កុំឲ្យដល់ត្រឹមគ្នាពេកដោយសារកណាត់ខាងក្រោមនេះគឺយើងកណាត់ផលិតនេះគឺយើងយករៀងធំដែរដើម្បីងាយស្រួលដេរអញ្ចឹងយើងដាក់ឲ្យវាខុសគ្នាបន្តិចចឹងមកបងប្អូនណាហ្នឹងហើយដល់ពេលដែលយើងដេរគឺយើងដេរច្បិចចាដេរច្បិចតាំងពីលើដល់ក្រោមអញ្ចឹងយើងទៅធ្វើការដេរទាំងអស់គ្នាបើយើងដេរមកឈោតចឹងរួចហើយយើងធ្វើការប្លត់វាមកដេរមកខាងទៀតដល់យើងដេរឲ្យវានៅសល់ចន្លោះត្រឹមប៉ុណ្ណឹងគឺកន្លះសង់ទីម៉ែត្របងប្អូនយើងត្រូវដេរឲ្យប្រយ័ត្នបំផុតកន្លែងនេះបើអាចយើងខ្ទាស់ចូលមួយដើម្បីកុំឲ្យវារត់ឡើងលើចុះក្រោមហើយយើងលៃមកធ្វើម៉េចដេរហើយគឺឲ្យវានៅសល់កន្លះសង់ទីម៉ែត្រចឹងសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូដមានម៉ូដថ្មីមិនថាម៉ូដបុរសម៉ូដស្ត្រីម៉ូដកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរចាឥឡូវយើងលាបមើលតើបែបណាដែរចានេះ
ចាបងប្អូនតាមតនេះបងប្អូនចាម៉ូតកោអាវនេះគឺងាយស្រួលទេក្នុងការដេរនេះរួចរាល់ហើយចំណុចទី1គឺបានន័យថាដេរហើយគឺឲ្យនៅសល់កន្លះសង់ទីម៉ែត្រចាឥឡូវយើងចាប់ផ្ដើមមកដេរអានេះខាងត្រូវបងប្អូនឥឡូវយើងមកមើលខាងខុសចានេះគឺខាងខុសពេលដែលយើងដេរហើយគឺបែបនេះហើយវាសល់ប៉ុណ្នេះចាបើវាសល់ច្រើនអញ្ចឹងយើងអាចកាត់ចោលយើងសេរីសរងទៅតាមហ្នឹងទៅចាមកប៉ុន្តែបងប្អូនដេរជាស្ដែងកន្លែងនេះគឺត្រូវតែផុងជុំវិញបងប្អូនអញ្ចឹងត្រូវតែវាស់ប្រវែងនេះឲ្យច្បាស់លាស់ចាព្រោះយើងអាចកាត់ចោលតាមចិត្តដូចខ្ញុំឧទាហរណ៍នេះទេចាព្រោះយើងត្រូវផុងវាជុំវិញអញ្ចឹងយើងវាស់ឲ្យត្រូវកលៈវាម៉ាច់តែម្ដងថានេះប្រវែងនេះ11លេខអញ្ចឹងយើងយក12លេខមកដើម្បីដេរទៅសល់ធ្នេ1លេខត្រឹមតែម្ដងចាអញ្ចឹងយើងអត់ចាំបាច់កាត់ចោលអញ្ចឹងណាចានេះយើងផុងវាជុំវិញមកអានេះដោយសារវាឧទាហរណ៍អញ្ចឹងខ្ញុំអត់ផុងទេតែបងប្អូនដេរជាក់ស្ដែងបងប្អូនត្រូវតែផុងជុំវិញកន្លែងនេះចាហើយចាំយកមកដេរឥឡូវយើងមកមើលជំរាកទី2វិញម្ដងហើយយើងជ្រៀកអញ្ចឹងដូចមុនអញ្ចឹងតោះមកយើងក្រិតរកចំណុចកណ្ដាលដូចមុនអញ្ចឹងហើយយើងបត់ជា2ចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនដល់យើងយកមុខលើនេះគឺស្មើគ្នាពលិចនេះវាមានកលៈបងប្អូនអញ្ចឹងយើងដេរទៅប្រយ័ត្នបើសិនជាពលិចនេះវាអត់មានឆ្នូតអីទេយើងដេរអត់សូវពិបាកប្រយ័ត្នច្រើនបងប្អូនព្យាយាមមើលមួយបងប្អូនចារៀងត្រឡប់ត្រឡិនតិចបងប្អូនចានេះខាងត្រូវទល់នឹងខាងត្រូវបងប្អូនណាហើយយើងមើលចំណុចកណ្ដាលរបស់វាហើយយើងស្មានមកធ្វើម៉េចដេរឲ្យសងខាងឲ្យនៅសល់កន្លះសង់ទីម៉ែត្រអញ្ចឹងម្ដងហើយម្ដងទៀតគឺខ្ញុំប្រាប់ថាមុខលើនេះអត់ឲ្យដាក់ត្រឹមកណាត់ពលិចនេះណាបងប្អូនដោយសារកណាត់ពលិចនេះខ្ញុំកាត់យករាងធំតិចដើម្បីងាយស្រួលដេរអញ្ចឹងយើងត្រូវតែមើលស្មានកន្លែងចំណុចកណ្ដាលដែលយើងក្រិតនេះតើយើងដេរទៅធ្វើម៉េចឲ្យដេរឲ្យសងខាងគឺនៅសល់កន្លះសង់ទីម៉ែត្រចាហើយសម្រាប់ធ្នេដែលយើងដេរគឺអត់ដល់មួយជើងទាទេបងប្អូនគឺយើងដេរពាក់កណ្ដាលជើងទានេះខាងត្រូវតោះមកយើងត្រឡប់របស់យើងចូលមកដេរមកខាងទៀតសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូដមានម៉ូដថ្មីមិនថាម៉ូដបុរសម៉ូដស្ត្រីម៉ូដកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរតោះមកយើងមកមើលកន្លែងចំណុចកណ្ដាលដែលយើងក្រិតនេះយើងលៃធ្វើម៉េចឲ្យដេរហើយគឺនៅសល់កន្លះសង់ទីម៉ែត្រសម្រាប់ដេរចម្រៀកកអាវនេះគឺរៀងពិបាកបន្តិចហើយសម្រាប់ជាងថ្មីចាបើជាងជើងចាស់ខ្ញុំគិតថាគាត់ចាប់បានអញ្ចឹងមានតែបងប្អូនព្យាយាមមើលម្ដងហើយម្ដងទៀតចាព្រោះនេះវារៀងត្រឡប់ចុះត្រឡប់ឡើងត្រឡប់ត្រឡិនអញ្ចឹងខ្ទ
ទាស់ចឹងមករួចហើយយើងធ្វើការដេរចានេះគឺជំរាកទី2ដែលយើងដេរហើយចាទី2ខាងត្រូវបងប្អូនណានេះខាងត្រូវឥឡូវយើងមកមើលខាងខុសនេះខាងខុសចាឥឡូវយើងចាប់ផ្ដើមដេរជំរាកទី3ជាដំបូងយើងធ្វើការក្រិតវាឲ្យចំពាក់កណ្ដាលតោះមកយើងដាក់ខាងត្រូវទល់នឹងខាងត្រូវបែបនេះហើយយើងត្រឡប់វាមកខាងខុសបែបនេះយើងងាយស្រួលក្នុងការស្មានលៃវាធ្វើម៉េចឲ្យវាត្រូវដល់ចុងជីបនេះគឺយើងដាក់ឲ្យចំពាក់កណ្ដាលជំរាកដែលយើងផលិតនេះចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនតើបើយើងដេរហើយយើងត្រឡប់វាមកខាងក្នុងចឹងមកចាត្រឡប់ចឹងហើយយើងត្រឡប់វាបែបនេះរៀងវិលមុខទៀតបងប្អូនឡើយនេះត្រឡប់ចុះត្រឡប់ឡើងពេញហ្នឹងហើយយើងធ្វើការខ្ទាស់ពីមួយឬហើយយើងបន្លៃក្បាលវាឲ្យពេលដែលយើងដេរហើយគឺនៅសល់តែកន្លះសង់ទីម៉ែត្រនេះរួចរាល់ហើយទី1ទី2ទី3អញ្ចឹងមកខាងនេះពេលយើងដេរហើយខ្ញុំកាត់ចោលឲ្យខ្ញុំកាត់វែងស្មើគ្នាបងប្អូនដេរស្ដាយពោះតាមប្រវែងនៃការជំរាបរបស់យើងមកចានេះខាងត្រូវនេះគឺខាងខុសហើយមកសម្រាប់មួយចំហៀងទៀតគឺយើងដេរដូចគ្នាអញ្ចឹងចាគឺយើងជ្រៀកដេរភ្ជាប់ជ្រៀកដេរភ្ជាប់យកតែម្ដងចានេះគឺជាទម្រង់កអាដែលយើងដេររួចបងប្អូនណាចាយើងបាន6ជំរាកហើយអញ្ចឹងយើងនៅជំរាកកណ្ដាលនេះគឺយើងដេរគុណផលិតធម្មតាទេចាអញ្ចឹងយើងធ្វើការពុះវាមកចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើននេះគឺខាងត្រូវតោះមកយើងយកជំនាញទៀតមកដាក់យើងដេរធ្វើម៉េចដេរឲ្យនៅសល់កន្លះលេខនេះខាងខុសហើយនេះគឺខាងត្រូវចានេះគឺជាទម្រង់ម៉ូដកអាវដែលយើងបានដេររួចចាគឺមានទម្រង់បែបហ្នឹងចាងាយហើយក៏ស្អាតផងដែរចាសូមបញ្ជាក់ថាម៉ូដកអាវបតើតខាងលើនាងខ្ញុំអត់បានបង្ហាញជូនទេដោយសារវាជាអាវកតាំងធម្មតាអញ្ចឹងបងប្អូនជាជាងកាត់ដេរប្រកាសជាគាត់អាចធ្វើបានហើយសម្រាប់ម៉ូដចុងដៃក៏ខ្ញុំអត់បានបង្ហាញដែរដោយសារវាជាម៉ូដចម្រៀកដូចគ្នាទៅនឹងម៉ូដកផងដែរអញ្ចឹងនៅពេលដែលបងប្អូនអាចដេរម៉ូដកបានបងប្អូនក៏អាចដេរម៉ូដចុងដៃបានដូចគ្នាអរគុណច្រើនចំពោះការតាមដានទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់ជូនពរបងប្អូនរកទទួលទានមានបានហេងគ្រប់ក្រុមគ្រួសារ